สำเร็จก้าลงไปจอมแต่ไม่เชื่อบ้านนี่ជាសារចរចាព្រះអង្គជើเรื่องนี้เป็นที่สำคัญนะโอ้iDrama HD แล้วไม่ตอบมาให้แล้วยังจับประดามไปเพียสากเนี่ยไอ้มาดองตื้อថ្ងៃនេះពិភាក្សាគ្នាមានមនុស្សមកចូលរួមសូមណែនាំឲ្យស្គាល់มันหมายถึงตามเปิดคือพระบตรามหาชิงอียันแกคือจมูกจมูกยืนสกวักที่อยู่ไอ้เนื้อพิญญินเป็นนี่ยิงโดยจมูกแต่หายคือจูชูหายนี่ก็ปลาจมูกโดยมุนตินอ่ะโอ้នេះហើយគឺប្រងឈិញរៀបចំខ្សែរាជវង្សគឺម្នាក់នឹងហើយไม่นายโอ้ตามเปิดคือพระบตรามหาชิงสมยิงสมกรุปองสิจิงพระมันใจสันชนអ្នកប្រមិនបាច់គូសំទីជើញអ្នកប្រងជើញអាយមកនេះតែនាំឲ្យកូនគេទាំងពីរមកនេះភ្លាមមកពួកយើងនិយាយគ្នាហើយគេតែពិភាក្សាទៅបើប្រងសិជិញមានការចរចាយើងនិយាយគ្នាទៅឈប់សិនយើងចង់សួរថាអ្នកប្រមោកថ្ងៃនេះតើមានឋានៈជាអ្វីតើមានសមត្ថភាពចរចាជាមួយព្រះអង្គស៊ីជីងយើងដែរទេយើងតំណាងឲ្យព្រះអង្គឈិញតើប៉ុណ្្នឹងគ្រប់គ្រាន់ទេអូពិតជាទៅដល់ហានយ៉ាងដូរទាំងឈ្មោះសម្ដីក៏ប្លែកដែរការដែលនៅហានតានត្រកូលចៅពិតជាខុសពីឥឡូវនេះឆ្ងាយណាស់មែនទេព្រះអង្គស៊ីជីងព្រះម្ចាស់ជុនសិនមានដឹងទេការនោះអ្នកប្រុសធ្វើយ៉ាងណាចាច់ចេញពីក្រុងហានតានបានហ៎គឺឈ្មោះអាក្រក់ម្នាក់គេនាំរត់ទៅបាត់បោះបង់ទាំងប្រពន្ធកូនការនោះពិតជាដូចឆ្កែដែលគ្មានម្ចាស់យ៉ាងចឹងណានៅនេះទៀតយើងត្រឡប់ទៅវិញទាំងអស់គ្នាត្រៀមលោកមិនតបកំខឹងអីលោកមិនតបកំខឹងព្រះម្ចាស់ភិញយានបានជារំលឹករឿងនេះទៅហើយយើងសួរទៅមើលហើយដើម្បីយើងត្រូវចាប់ចំណិតនគរចៅការនោះនគរចៅគឺចាញ់មហាឈិញខ្លាំងហើយម្ល៉េះហើយក៏មកส่งវចរចាកាត់ទឹកដីចុះកិច្ចសន្យាទើបយើងព្រមប៉ុន្តែនគរចៅមិនត្រឹមតែក្បត់ពីសន្យាទេថែមទាំងចង់សម្លាប់យើងថែមទៀតព្រះម្ចាស់នៅពេលនេះមានមុខមាត់អីមកនិយាយពាក្យនេះជាមួយនឹងយើងបើតាមតែយើងយល់នៅក្នុងនាមជាព្រះរាជាគឺត្រូវតែឈឺឆ្អាលរឿងរាជកិច្ចនៅក្នុងនគរទាំងមូលកងទ័ពជិញវាយលុកស្រុកទាំង35របស់វ៉ាងជីហើយពេលនេះត្រូវហុបព័ទ្ធនៅឡអ៊ីផ្អើលទៅដល់ព្រះអង្គធ្វើយ៉ាងនេះវាដូចជាហួសហេតុពេកចំណែកយើងដឹងថាព្រះអង្គកន្លងមកមានចិត្តទូលាយហើយមិនបន្ទោសដល់ព្រះអង្គឈិញនោះទេហេតុនេះហើយយើងទាំងសងខាងម្នាក់ថយមួយជំហានហើយកងទ័ពឈិញឈប់ឡោមព័ទ្ធក្រុងឡអ៊ីប្រគល់ហានស៊ីទៅវិញហើយព្រះអង្គធំគឺប្រកាសជាមិនប្រកាន់រឿងនេះទេហើយក៏មិនចាត់ទុកថាជារឿងអស្ចារ្យដែរតើមែនទេនឹងថាមែនទុកថាគ្មានការឡើងចំណែកកងទ័ព20,000របស់យើងធ្វើការវាយលុកនិងធ្វើដំណើរបានប្រយោជន៍អ្វីដែរទៅតើធ្វើយ៉ាងណាទើបលោកព្រមដល់ទ័ពហ៎ព្រះអង្គយើងបានមានបន្ទូលរួចទៅហើយប្រសិនបើព្រះអង្គស៊ីជីងយល់ព្រមនៃរឿងនេះគឺអាចដោះស្រាយបានដែលប្រនិយាយមកចុះ
ព្រះអង្គស៊ីជីងកាត់យកទាំងស្រុក36របស់ខ្លួនទាំងនេះប្រគល់ឲ្យទៅមហាឈិញយើងហើយនៅក្រុងឡូអ៊ីនឹងដោះស្រាយបញ្ហាបានជាមិនខាននោះទេលោកទៅពិសាបាទេលោកទៅពិសាបើមើលរាជការឈិញចិត្តលុបលុនខ្លាំងណាស់នោះបានន័យថាចង់បានទឹកដីរបស់យើងទាំងមូលហើយមែនទេហើយអត់ទេបើសិនជាពួកគេចង់បានទឹកដីរបស់ព្រះអង្គធំអញ្ចឹងចាត់ទុកថាព្រះអង្គធំជាព្រះអង្គអីទៅមែនហើយអ្នកប្រុសនិយាយពីលក្ខខណ្ឌនេះពួកយើងធ្វើយ៉ាងណាអាចទទួលបានទៅព្រះអង្គជើជាមួយនឹងព្រះអង្គស៊ីជីងគឺនៅក្រុងឡូអ៊ីដដែលរស់នៅជាធម្មតាទៅបានហើយផ្ដាស់មែនហើយព្រះអង្គឈិញចង់ធ្វើអ្វីចង់តម្លាក់តំណែងព្រះអង្គធំឬក៏យ៉ាងម៉េចហ្នឹងព្រះអង្គឈិញគ្មានប្រែកំណត់បែបនេះទេឲ្យតែព្រះអង្គជើកាត់ស្រុក36កាត់ដីទាំងមនុស្សមិនឲ្យប៉ះពាល់ដល់រាជការទេព្រះអង្គធំក៏ជាព្រះរាជាមហាជើដដែលក្រុងនឹងស្រុកថែបទាំងមនុស្សបកគលឲ្យទៅនគរឈិញអញ្ចឹងឯតានោះគឺជានគរអីនោះព្រះអង្គអីទៅលោកថាទៅមើលព្រះអង្គស៊ីជីងមានបន្ទូលត្រូវយើងយល់ថាបើដែលព្រះអង្គឈិញមានបន្ទូលនេះផ្ដេសផ្ដាស់ពេកហើយយើងសំណូមពរមួយសូមព្រះអង្គថយមួយជំហានទៅយកទឹកដីពាក់កណ្ដាលរឿងនេះអាចនិយាយគ្នាបានពាក់កណ្ដាលគឺស្រុកទាំង13ហ្នឹងរឿងនេះយើងពិភាក្សាគ្នាបានឯតារឿងនេះយើងមិនអាចកែប្រែបានទេអើយមហាឈិញមានលក្ខខណ្ឌតែមួយប៉ុណ្ណោះគ្មានអ្វីកែប្រែទេអ្នកទាំងអស់គ្នាមិនយល់ព្រមនឹងមហាឈិញមានតែប្រកាសសង្គ្រាមព្រះអង្គស៊ីជីងព្រមឬមិនព្រមស្រុកធំតូចចំនួន35ជាទឹកដីមហាឈិញគឺជាទឹកដីដែលកងទ័ពឈិញយើងយកអាយុជីវិតហើយនឹងបង្ហូរឈាមរកមកវិញបើចង់យកវិញត្រូវតែបង្ហូរឈាមអ្នកទាំងអស់គ្នាអ្នកប្រុសឈិញហៅអ៊ីងអ៊ីយិនសម្ដីនេះគឺពិតជារឿងរស់ណាស់ល្អយើងឲ្យអ្នកប្រុសជួបមនុស្សម្នាក់ក្រោយពីជួបហើយនោះចាំមើលអ្នកប្រុសរឿងរស់យ៉ាងណាទៀតទៅអ្នកប្រុសអ្នកប្រុសអ្នកស្គៀមនៅទីនេះហើយអ្នកប្រុសនៅទីនេះសិនហើយចូលទៅបាននេះនៅស្គៀមមើលខ្លាប្រុសសាច់ទៅលើវាសនារបស់ទេឈិញអ៊ីយិនបើសិនជាហ៊ានមកមួយជំហានទៀតអ្នកប្រុសបើប្រពន្ធអ្នកប្រុសនឹងស្លាប់លើខ្លួនហើយមួយជីវិតនេះកុំសង្ឃឹមថាបានជួបគ្នាទៀតឲ្យសោះណាកូនចិនឆាប់ហាងបុកទៅអ្នកប្រុសបាត់មាត់ព្រះអង្គម្ចាស់ភិញៀនមានលក្ខខណ្ឌអ្វីខ្លះទៅវិញបាត់ដៃទៅទេគេដឹងថាអ្នកប្រុសទៅវិញពិបាកនឹងដោះស្រាយណាស់តែយើងជាមនុស្សចិត្តល្អយើងសូមឲ្យព្រះអង្គស៊ីជើជូនស្រុក5ឲ្យទៅអ្នកប្រុសថែមទាំងម៉ែកូនគេទាំងពីរនាក់ថែមទៀតចំណែកអ្នកប្រុសការធ្វើដំណើរនេះមិនមែនអត់បានកាយណាបើសិនជាយើងមិនយល់ព្រមនោះបានន័យថាបង្ខំឲ្យពួកគេទៅរកផ្លូវស្លាប់ហើយឈិញអ៊ីយិនគេដឹងថាអ្នកប្រុសជាមនុស្សចិត្តបានម្នាក់គឺមិនចង់ឃើញប្រពន្ធនិងកូនរបស់ខ្លួនស្លាប់នៅចំពោះមុខខ្លួនឯងទេមិនដែរទេយល់ព្រមភ្លាមទៅចុះកិច្ចសន្យាភ្លាមពេលនោះលោកក៏នាំពួកគេទៅជួបជុំគ្នាតែម្ដងគិតថាព្រះអង្គឈិញជាមនុស្សដឹងខុសត្រូវប្រកាសជាមិនបន្ទោសអ្នកប្រុសទេ